រឿងរដ្ឋសេនសម័យមួយនោះក្នុងពុទ្ធកាលព្រះពុទ្ធកស្សបៈជាម្ចាស់មានសេចក្តីដំណាលថាមានសេដ្ឋីម្នាក់ឈ្មោះនុននៅក្រុងសមិទ្ធគ្រាមជាអ្នកមានសម្បត្តិទ្រព្យស្ដុកស្ដំណាស់ប៉ុន្តែសេដ្ឋីនេះគ្មានកូនប្រុសស្រីមួយសោះថ្ងៃមួយនុនសេដ្ឋីបានទូលជែកមួយស្និទ្ធមានផ្លែ12ទៅកាន់ព្រះអារាមដោយមានបំណងនឹងបូជាព្រះពុទ្ធកស្សបៈបរមគ្រូដោយចេតនាប្រាថ្នាសុំកូនលុះបានធ្វើពុទ្ធបូជារួចហើយក៏វិលមកគេហដ្ឋានរបស់ខ្លួនហើយប្រាប់ព័ត៌មានដល់ភរិយាក៏មានចិត្តសោមនស្សណាស់តមកមិនយូរប៉ុន្មានភរិយាសេដ្ឋីក៏មានគភ៌ហើយប្រសូតកូនស្រីភរិយាសេដ្ឋីចេះតែមានផ្ទៃពោះបន្តបន្ទាប់គ្នាមកទៀតរហូតដល់បានកូន12នាក់លុះពេលរូបរាងចេះតែធំឡើងចេះតែចាយវាយទ្រព្យសម្បត្តិតែងខ្លួនដើរលេងមិនបានជួយរកស៊ីសោះម្ល៉េះហើយទ្រព្យសម្បត្តិរបស់សេដ្ឋីចេះតែរិចរិលរលួសអស់ទៅរៀងរាល់ថ្ងៃទាសាទាស័យស្លាប់ឬរត់ចេញអស់ទៅសេដ្ឋីនិងភរិយាក៏ធ្លាក់ខ្លួនទៅជាអ្នកក្រខ្សត់លំបាកតោកយ៉ាកដោយហោចទៅសូម្បីអាហារភោជនសម្រាប់បរិភោគក៏មិនមានគ្រប់គ្រាន់សេដ្ឋីខឹងខ្លាំងទើបឲ្យកូនស្រីទាំង12នាក់ឡើងជិះរទេះខ្លួនឯងបរចេញទៅចូលព្រៃជ្រៅលែងកូនចោលក្នុងព្រៃហើយបរទេះត្រឡប់មករកគេហដ្ឋានវិញឯធីតាទាំង12នាក់មិនឃើញសេដ្ឋីបិតាវិលមកវិញចាំយូរពេកក៏នាំគ្នារុករកក្នុងព្រៃនោះមិនយូរប៉ុន្មានក៏បានទៅដល់សួនឧទ្យានរបស់នាងសន្ធមាយក្ខិនីបានឃើញកុមារីទាំង12នាក់ក៏មានចិត្តអាណិតស្រឡាញ់ហើយបាននាំយកទៅចិញ្ចឹមទុកជាប្អូនទាំង12នាក់ថ្ងៃមួយនោះនាងកុមារីជាបងបានក្រឡេកឃើញនាងសន្ធមាយក្ខិនីកំពុងស៊ីសាច់ទើបខ្សឹបប្រាប់ប្អូនឲ្យដឹងផងហើយប្រាប់ថាយើងនៅក្នុងសំណាក់នាងយក្ខិនីតទៅទៀតមិនបានទេនាងប្អូនបានដឹងក៏ភិតភ័យតកមាហើយនាំគ្នារត់ចេញពីទីនោះទាំង12នាក់បន្តិចមកនាងសន្ធមាយក្ខិនីមិនឃើញនាង12នាក់នៅក្នុងសួនឧទ្យានក៏ចេញទៅតាមរកនាង12ទៅមិនទាន់បានឆ្ងាយប៉ុន្មាននាងយក្ខិនីតាមទៅជិតទាន់នាងទាំងពីរដណ្ដប់ក៏នាំគ្នារត់ចូលពោះដំរីនាងយក្ខិនីតាមទៅដល់ដំរីសួរដំរីថាបានឃើញនាងពីរដណ្ដប់ឬទេដំរីឆ្លើយថាឥតបានឃើញនាងយក្ខិនីត្រឡប់ទៅវិញឯនាងពីរដណ្ដប់ចេញពីពោះដំរីនាំគ្នារត់តទៅទៀតឯនាងយក្ខិនីក៏ដេញតាមមកទៀតនាងពីរដណ្ដប់ចូលក្នុងពោះសេះនាងយក្ខិនីសួរសេះឆ្លើយថាមិនបានឃើញទេក៏វិលទៅវិញនាងពីរដណ្ដប់ចេញពីសេះនាំគ្នារត់ទៅទៀតនាងសន្ធមាយក្ខិនីក៏ដេញតាមមកទៀតនាងពីរដណ្ដប់ក៏រត់ចូលជ្រកក្នុងពោះគោនាងយក្ខតាមទៅដល់គោសួរគោឆ្លើយថាមិនបានឃើញទេនាងយក្ខិនីក៏ត្រឡប់ទៅសួនឧទ្យានវិញនាងពីរដណ្ដប់បាននាំគ្នាចេញពីពោះគោក្រោយដែលបានថ្លែងអំណរគុណលាគោហើយក៏នាំគ្នារត់តទៅទៀតដរាបដល់នគរមួយឈ្មោះកូដាគានគរនៅទីនោះមានដើមឈើជ្រៃមួយធំដុះនៅប្របឆ្នេរស្រះបោកខនីនាងពីរដណ្ដប់បាននាំគ្នាឡើងទៅពួននៅលើដើមជ្រៃនោះកាលនោះព្រះបាទរដ្ឋសិទ្ធិរាជនៃកូដាគានគរទ្រង់បានប្រើទាស័យគោម្នាក់ឲ្យយកក្អមមាសទៅដងទឹកក្នុងស្រះបោកខនីនាងគមបានឃើញស្រមោលរស្មីនៃនាងពីរដណ្ដប់ក្នុងផ្ទៃទឹកនឹកស្មានថាជាស្រមោលរបស់ខ្លួនឯងហើយនឹកខ្នាញ់នឹងសំណាងរបស់ខ្លួនណាស់ក៏តាំងបោកក្អមទឹកនាំឲ្យបែកពាចអស់ហើយវិលមកវិញព្រះបាទរដ្ឋសិទ្ធិទ្រង់ប្រទានក្អមឲ្យនាងគមទៀតនាងគមក៏បោកបំបែកដូចមុនទៀតចុងក្រោយបំផុតទ្រង់ប្រទានក្អមឲ្យនាងគមទទួលវាយកទៅដងទឹកក្នុងស្រះនោះក៏តាំងបោកបំបែកក្អមទៀតតែក្អមស្បែកមិនបែកទាល់គំនិតក៏ដងទឹកទូលដើរវិលមកក្បែរដើមជ្រៃនាងពីរដណ្ដប់ទប់សំណាចពុំបានក៏តាំងសាច់ខឹកឡើងរាល់គ្នានាងគមក្រឡេកមើលទៅលើដើមជ្រៃស្រាប់តែបានឃើញនាងពីរដណ្ដប់មានរូបឆោមប្រឹមប្រិយមានរស្មីកាយភ្លឺថ្លាទ
ទើបដឹងខ្លួនថារូបកាយដែលខ្លួនមើលឃើញផូរផង់ប្រឹមប្រិយគួរជាទីស្នេហាគឺដោយសាររស្មីកាយរបស់នារីពីដណ្ដប់ជះស្រមោលមកលើរាងកាយខ្លួនទើបនាងកមដងទឹកត្រឡប់ទៅក្រាបទូលព្រះបាទរតសិទ្ធិរាជថាខ្លួននាងបានឃើញស្រីអប្សរពីដណ្ដប់នាក់ស្ថិតលើដើមជ្រៃក្បែរស្រះនោះឯព្រះបាទរតសិទ្ធិរាជទ្រង់បានជ្រាបដូច្នោះហើយស្ដេចចេញទៅទតមើលនាងពីដណ្ដប់ព្រមដោយបរិពារដល់ទៅដើមជ្រៃធំទ្រង់បានទតឃើញជាក់ច្បាស់ត្រាស់ឲ្យនាងពីដណ្ដប់ចុះមកក្រោមទ្រង់សពព្រះទ័យឲ្យបញ្ជិះនាងទាំងនោះលើសុពណ៌សុវិកាទ្រង់ចាត់ឲ្យមានក្បួនហែនាងពីដណ្ដប់ចូលទៅក្នុងព្រះនគរទ្រង់បានអភិសេកឲ្យធ្វើជាមហេសីរបស់ព្រះអង្គទាំងពីដណ្ដប់នាក់តមកសម័យក្រោយនាងសន្ធមាយក្ខិនីបានដឹងថានាងពីដណ្ដប់បានធ្វើជាមហេសីនៃព្រះបាទរតសិទ្ធិរាជហើយដោយចាត់ចងគំនុំព្យាបាទនាងយក្ខិនីក៏ប្រញាប់ប្រញាល់ទៅកាន់កុដាគានគរដល់ទៅស្រះនោះក៏និមិត្តអាត្មាជាស្រីអប្សរហើយឡើងទៅអង្គុយលើមេឃជ្រៃដោយការនាងពីដណ្ដប់ដែរវេលានោះនាងកុំទាសីរបស់ព្រះបាទរតសិទ្ធិរាជបានទៅដងទឹកស្រះនោះក៏បានឃើញស្រមោលលើផ្ទៃទឹកមានលំអចម្លែកទើបក្រឡេកមើលទៅលើបានឃើញនាងសន្ធមាមានរូបឆោមឆាយាល្អឯកក៏ប្រញាប់ប្រញាល់ទៅក្រាបទូលព្រះបាទរតសិទ្ធិរាជព្រះបាទរតសិទ្ធិរាជទ្រង់នាំរាជបរិពារព្រមទាំងចតុរង្គសេនាចេញទៅទតស្រីអប្សរលើមេឃជ្រៃទ្រង់ទតឃើញហើយទ្រង់មានព្រះហឫទ័យស្នេហាប្រតិព័ទ្ធក្រៃលែងទើបទ្រង់មានព្រះបន្ទូលហៅនាងសន្ធមាឲ្យចុះពីដើមជ្រៃនាងសន្ធមាក៏ចុះពីមេឃជ្រៃមកថ្វាយបង្គំព្រះរាជាព្រះរាជាទ្រង់ឲ្យនាងជិះលើសេវិកាមាសហែហោមចូលទៅក្នុងព្រះរាជនិវេសទ្រង់បានអភិសេកនាងសន្ធមាជាអគ្គមហេសីធំទ្រង់សពព្រះរាជហឫទ័យនិងព្រះមហេសីនេះណាស់ព្រះនាងសន្ធមាមានរូបឆោមលោមពណ៌ថ្លៃថ្លាស្រស់បោះជាងនាងពីដណ្ដប់នាក់ទៅទៀតសន្ធមាអគ្គមហេសីកាលបានដឹងជាក់ច្បាស់ថាព្រះរាជស្វាមីសពព្រះទ័យនឹងខ្លួនខ្លាំងទើបតាំងខ្លែងធ្វើជាអាពាធយ៉ាងធ្ងន់ផ្ទុំតែលើក្រឡាបន្ទុំរបស់ព្រះនាងព្រះរាជាទ្រង់ចាត់ពេទ្យមកឲ្យថែរក្សាព្រះអគ្គមហេសីតែមិនបានធូរស្រាលសោះនៅទីបំផុតនាងសន្ធមាទូលព្រះរាជស្វាមីថាបើទ្រង់សពព្រះទ័យឲ្យជំងឺខ្ញុំម្ចាស់បានជាសាំងលុះត្រាតែខ្ញុំម្ចាស់បានខ្វេះយកដួងនេត្រានៃនាងទាំងពីដណ្ដប់អ្នកចេញព្រះបាទរតសិទ្ធិរាជក៏បានបញ្ជាឲ្យហៅនាងពីដណ្ដប់អ្នកចូលមកគាល់ហើយឲ្យអង្គុយរៀបជាជួរតាមបង្គាប់នាងយក្ខិនីនាងយក្ខិនីត្រេកអរណាស់ក្រោកឡើងមនីមនាខ្វេះយកនេត្រានៃនាងពីដណ្ដប់អ្នកចាត់បញ្ជូនគ្រាប់ភ្នែកទាំងនោះទៅឲ្យនាងកង្រីកូនស្រីរបស់ខ្លួនរក្សាទុកឯគុជ្ជបុរៈនគរនាងពីដណ្ដប់បានសោយទុក្ខវេទនាយ៉ាងខ្លាំងក្លាដោយផលកម្មដែលខ្លួនបានសាងទុកមកពីបុព្វជាតិក្នុងចំណោមនាងពីដណ្ដប់នោះនាងបង11នាក់សោយទុក្ខវេទនាយ៉ាងសាហាវណាស់ដោយត្រូវគេខ្វេះយកគ្រាប់ភ្នែកទាំងសងខាងឯនាងពៅមានសំណាងជាងគេគឺត្រូវខ្វេះយកគ្រាប់ភ្នែកម្ខាងនៅសល់ភ្នែកម្ខាងព្រះបាទរតសិទ្ធិរាជទ្រង់បង្គាប់ឲ្យចាប់នាងពីដណ្ដប់យកទៅបង្ខាំងទុកក្នុងឧម៉ុងមួយកាលនោះនាងពីដណ្ដប់នាក់សុទ្ធតែមានគភ៌ហើយអត់អាហារខ្លាំងណាស់មានការស្រេកឃ្លានលើសលប់លុះនាងប្រសូតបុត្រមកក៏នាំគ្នាហែកសាច់កូនចែកគ្នាស៊ីអស់ទៅនាងបងបន្ទាប់ប្រសូតទៀតក៏នាំគ្នាហែកសាច់កូនចែកគ្នាស៊ីដូចមុនទៀតនាងទាំងនោះតែងធ្វើដូច្នេះរៀងមកដូចជាយក្ខិនីឯនាងពៅនៅសល់ភ្នែកម្ខាងពេលប្រសូតបុត្រនាងមិនបានហែកសាច់កូនចែកបងទេគឺនាងលាក់បំពួនបុត្ររបស់នាងបីបាច់ថែរក្សាត្រាតែធំឡើងឲ្យឈ្មោះថាចៅរតសេនកុមារឯនាងបង11នាក់បានដឹងក៏មានសេចក្តីត្រេកអររាល់គ្នារតសេនពោធិសត្វកាលបានជ្រាបស្ថានភាពនៃមេដានិងម្ដាយធំរបស់ខ្លួនសពគ្រប់ហើយក៏មានសេចក្តីតក់ស្លុតរន្ធត់ចិត្តជាខ្លាំងហើយអ្នកតាំងចិត្តអធិដ្ឋានសូមឲ្យទេវតាយកសម្ពុតមកប្រទានឲ្យអ្នកដើម្បីស្លៀកពាក់ចេញទៅក្រៅឧម៉ុងគ្រានោះព្រះកោសីទេវរាជទ្រង់ជ្រាបថាព្រះពោធិសត្វចុះមកចាប់កំណើតក្នុងមនុស្សលោកទ
ទើបទ្រង់យកសម្ពុតមកប្រទានហើយទ្រង់ទូមានពីពិធីលេងកីឡាផ្សេងៗដល់ព្រះពោធិសត្វរតសេនកុមារបានលាមេដាចេញពីឧម៉ុងដើម្បីស្វះស្វែងរកភោជនាហារមកជូនម្ដាយនិងក្រុមញាតិក្នុងឧម៉ុងអ្នកបានឃើញក្មេងៗគង្វាលគោលេងកីឡាអ៊ូអនៅបណ្ណាសាលាមួយក៏បានចូលទៅរកក្មេងទាំងនោះសុំចូលលេងជាមួយផងពួកគង្វាលគោបាននាំគ្នាទៅលេងឯមណ្ឌលប្រជល់មាន់មួយដោយមានខសន្យានឹងគ្នាថាបើអ្នកលេងឈ្នះត្រូវបានបាយ12កញ្ចប់បើអ្នកលេងចាញ់ត្រូវសងជាតម្លៃបាយ12កញ្ចប់វិញនៅទីបំផុតអ្នកលេងឈ្នះពួកគោបាលបានឲ្យបាយ12កញ្ចប់ហើយអ្នកយកកញ្ចប់បាយចូលទៅក្នុងឧម៉ុងជូនមាតានិងម្ដាយធំបរិភោគបានឆ្អែតទាំងអស់គ្នាមានសេចក្តីត្រេកអររីករាយសប្បាយដោយសេចក្តីសង្គ្រោះដ៏សប្បុរសរបស់រតសេនកុមារតែងប្រតិបត្តិទំនុកបម្រុងមាតានិងក្រុមញាតិរៀងរាល់ថ្ងៃរហូតមកមិនឲ្យមានការអត់ឃ្លានសោះឡើយថ្ងៃមួយអ្នកបានសួរមាតាថាបិតារបស់អ្នកឈ្មោះអ្វីនៅឯណាហេតុអ្វីក៏មាតានិងក្រុមញាតិមកក្នុងឧម៉ុងនេះមាតាក៏បាននិយាយប្រាប់ថាព្រះបាទរតសិទ្ធិរាជជាបិតាអ្នកព្រមទាំងដំណើររឿងរ៉ាវកន្លងមកឲ្យរតសេនកុមារបានដឹងសពគ្រប់ដោយការឆ្លៀសវៃនិងប៉ិនប្រសប់ខាងល្បែងកីឡារបស់រតសេនកុមារធ្វើឲ្យកិត្តិនាមរបស់អ្នកល្បីល្បាញខ្ចរខ្ចាយយ៉ាងខ្លាំងព្រះបាទរតសិទ្ធិរាជទ្រង់ជ្រាបទ្រង់បានបញ្ជូនអាមាត្យឲ្យកោះហៅខ្លួនអ្នកចូលមកគាល់ព្រះអង្គអ្នកបានចូលទៅគាល់ព្រះរាជាត្រាស់ថាណែកុមារចូលបាលេងស្កាជាមួយនឹងយើងកុមារក្រាបទូលថាបើទូលបង្គំលេងចាញ់ទូលព្រះបង្គំសូមថ្វាយខ្លួនជាខ្ញុំព្រះលួងធូលីព្រះបាទបើព្រះអង្គចាញ់ទូលព្រះបង្គំវិញសូមទ្រង់ព្រះរាជទានអាហារ12កញ្ចប់លើកទី1ទី2ទី3ព្រះរាជាទ្រង់បរាជ័យនឹងរតសេនកុមារហើយទ្រង់ប្រទានអាហារតាមសន្យាកុមារបានអាហារ12កញ្ចប់ហើយអ្នកបានចូលទៅរកមាតាក្នុងឧម៉ុងសំពះហើយជម្រាបថាថ្ងៃនេះខ្ញុំបានទៅលេងស្កានឹងព្រះរាជាបានអាហារ12កញ្ចប់យកមកជូនអ្នកម្ដាយនិងក្រុមញាតិជាអាហារមានឲ្យជារសឆ្ងាញ់ពិសាថ្ងៃក្រោយមកព្រះរាជានឹករលឹកដល់កុមារទៀតទើបទ្រង់ឲ្យអាមាត្យតាមហៅខ្លួនអ្នកចូលមកគាល់ទ្រង់មានព្រះបន្ទូលឲ្យកុមារឡើងគាល់ព្រះអង្គខាងលើប្រាសាទទ្រង់ត្រាស់សួរអ្នកអំពីឈ្មោះមាតាបិតារបស់អ្នកក៏បានក្រាបទូលឲ្យទ្រង់ជ្រាបថាមាតារបស់អ្នកគឺនាងពីរដណ្ដប់បិតាទ្រង់ព្រះនាមព្រះបាទរតសិទ្ធិរាជទ្រង់ជ្រាបថាព្រះរាជបុត្ររបស់ព្រះអង្គហើយទ្រង់អោបអ្នកទ្រង់ជំពិតសិរសារបស់អ្នកទ្រង់ត្រាស់សម្ដែងសេចក្តីស្និទ្ធស្នាលផ្សេងជាមួយនឹងអ្នកទុកដាក់អ្នកជាព្រះពហុស្ដាំរបស់ទ្រង់ខណៈនោះនាងសន្ធមារអគ្គមហេសីបានជ្រាបដំណឹងនេះហើយក៏គិតឃើញថាសេចក្តីស្លាប់បានបញ្ចេញស្រមោលឲ្យព្រះនាងទតឃើញជាក់ច្បាស់ហើយព្រះនាងកើតទុក្ខទោមនស្សយ៉ាងក្រៃលែងហើយព្រះនាងយាងទៅប្រាសាទព្រះរាជស្វាមីបានឃើញរតសេនកុមារនោះក៏កើតទុក្ខព្រួយចិត្តឥតឧបមាទើបព្រះនាងខ្លែងធ្វើជាប្រឈួនធ្ងន់ផ្ទុំលើក្រឡាបន្ទុំមិនព្រមតើនមិនព្រមសោយភោជនាហារសោះព្រះរាជាទ្រង់ជ្រាបទ្រង់ចាត់ពេទ្យមកទាំងឡាយឲ្យមកថែរក្សាព្រះរោគក៏មិនបានធូរស្បើយសោះព្រះអគ្គមហេសីទ្រង់មិនសោយក្រយ៉ាស្ងោយព្រះបាទរតសិទ្ធិរាជក៏មិនទ្រង់សោយដែរដោយទ្រង់ស្នេហាអាល័យលើសលន់ពុនប្រមាណចំពោះព្រះរាជទេពីទូលថាថ្នាំរក្សាព្រះរោគព្រះនាងឲ្យសះជានៅឯគុជ្ជបុរៈនគរព្រះរាជាទ្រង់ឲ្យទូងស្គរភេរីប្រជុំអ្នកនគរនៅទីប្រលានហើយត្រាស់សួរថាអ្នកណាមួយអាចមកយកអាសាទៅយកថ្នាំឯគុជ្ជបុរៈនគរមកបានបើចង់បានមាសនឹងប្រទានមាសចង់បានប្រាក់នឹងប្រទានប្រាក់បើចង់បានបុណ្យស័ក្តិទ្រង់នឹងតាំងឲ្យធ្វើជាសេនាបតីធំក៏គ្មានអ្នកណាមួយអាចហ៊ានទទួលយកអាសាព្រះរាជាសោះឯនាងសន្ធមារយក្ខិនីបានក្រាបទូលព្រះស្វាមីថាសូមឲ្យទ្រង់ត្រាស់ប្រើរតសេនកុមារឲ្យទទួលយកអាសាមុខជាបានសម្រេចពុំខានព្រះរាជាទ្រង់មានព្រះបញ្ជាឲ្យរតសេនកុមារ
ទៅយកថ្នាំឯគុជបុរៈនគររតសេនកុមារក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសទូលបង្គំសពថ្ងៃនេះទទួលភារៈចិញ្ចឹមរក្សាមាតានិងក្រុមញាតិឲ្យបានរស់នៅជាសុខសប្បាយប្រសិនបើទូលព្រះបង្គំត្រូវចេញទៅឯគុជបុរៈនគរសូមទ្រង់ចាត់ភ្នាក់ងារឲ្យចិញ្ចឹមរក្សាមាតានិងក្រុមញាតិជាជំនួសទូលព្រះបង្គំទើបចេញទៅរកថ្នាំឯគុជបុរៈនគរមកថ្វាយព្រះអង្គបានព្រះបាទរតសិទ្ធិរាជទ្រង់ត្រាស់ថាណែបាបុតសម្លាញ់សូវនឹងឲ្យគេប្រតិបត្តិថែរក្សាមាតានិងក្រុមញាតិរបស់បាសូមបាកុំព្រួយបារម្ភឲ្យសោះរតសេនកុមារទូលព្រះអង្គការហើយទើបទូលសួរថាសូមទ្រង់ព្រះមេត្តាប្រោសតើទ្រង់សពប្រតិឲ្យទូលបង្គំចេញដំណើរទៅតាមផ្លូវណាព្រះរាជាត្រាស់ថាមនាលបុតសម្លាញ់សូមឲ្យបាចេញទៅតាមផ្លូវអាកាសហើយទ្រង់ឲ្យរតសេនកុមារស្រាវជ្រើសរើសរកសេះសន្ធប់មួយក្នុងចំណោមសេះទាំងពាន់តាមស្ម័គ្រចិត្តក្រោយដែលបានសេះអសត្តរៈចងគ្រឿងប្រដាប់សពគ្រប់ហើយកុមារបានចូលទៅថ្វាយបង្គំលាព្រះវរបិតានិងព្រះនាងសន្ធមាយក្ខិនីក៏បានតែងចុតម៉ាយហុចឲ្យកុមារបានទទួលយកទៅចងនឹងកសេះវិលទៅលាមាតានិងក្រុមញាតិឧម៉ុងប្រាប់ព័ត៌មានសពគ្រប់មាតានិងក្រុមញាតិរបស់អ្នកក៏កើតទុកព្រួយចិត្តយំសោកអាឡោះអាល័យដោយក្តីព្រាត់ប្រាសពីបុត្រសម្លាញ់រតសេនកុមារឡើងជិះពាជីអស្វរាជហោះឡើងកាន់នភាលីបានចម្ងាយ10យោជន៍បានក្រឡេកឃើញអាស្រមឥសីមួយអន្លើនៅក្នុងព្រៃហេមពៀនទើបបរសេះហោះចុះក្បែរអាស្រមនោះដើម្បីឈប់សម្រាកក្រោយដែលអ្នកបានដោះគ្រឿងពាជីចេញលែងឲ្យពាជីចេញទៅស្វែងរកអាហារហើយអ្នកដេកសម្រាកលងលក់ក្រោមម្លប់ឈើមួយគ្រានោះឥសីបានឮស្នូរជើងសេះក៏ចេញពីអាស្រមបានក្រឡេកឃើញសេះនោះហើយដើរចូលទៅជិតសេះបានឃើញលិខិតចងជាប់នឹងកសេះក៏ស្រែកចេញមើលដឹងសេចក្តីសពគ្រប់ហើយនឹកសង្វេគស្លុតចិត្តគិតថាព្រះបាទរតសិទ្ធិរាជវង្វេងស្មារតីស្រឡាញ់នាងយក្ខិនីប្រើកូនរបស់ខ្លួនទៅស្រុកយក្សដើម្បីឲ្យយក្សស៊ីតែកូននេះមានវាសនាបារមីខ្ពង់ខ្ពស់សមគួរជាស្វាមីនៃនាងកង្រីជាធីតារបស់នាងសន្ធមាគ្រងរាជនៅក្រុងគុជបុរៈនគរលុះឥសីមានតម្រេះដូច្នេះហើយក៏សរសេរសារលិខិតមួយថ្មីហើយយកទៅចងកសេះដូចដើមវិញឥសីទៅដាស់រតសេនកុមារឲ្យក្រោកឡើងសួរឈ្មោះនឹងស្រុកទេសនឹងការធ្វើដំណើររបស់កុមារក៏បានថ្លែងប្រាប់ឥសីសពគ្រប់នៅទីបំផុតអ្នកបាននមស្ការសុំពរពីឥសីដើម្បីឲ្យបានទទួលជោគជ័យដ៏ប្រសើរក្នុងការធ្វើដំណើរទៅស្រុកយក្សឥសីក៏បានប្រសិទ្ធពរថាសូមឲ្យអ្នកមានជោគជ័យនិងសេចក្តីចម្រើនសពប្រការសមតាមបំណងប៉ងប្រាថ្នាក្រោយពីទទួលពរជ័យហើយទើបអ្នកទទួលលាឥសីឡើងជិះពាជីអស្វរាជហោះចេញទៅអស់រយៈផ្លូវ30យោជន៍ទៀតទើបចូលទៅក្នុងដែននៃក្រុងយក្សពួកសេនាយក្សហោះឡើងមកដេដាស់ពាសពេញអាកាសវេហាកុមារបានឃើញពួកយក្សដូច្នោះក៏មានក្តីភិតភ័យទើបសួរទៅពាជីថានឹងធ្វើដូចម្ដេចពាជីទូលថាសូមទ្រង់កំព្រួយប្រតិឡើយទូលបង្គំនឹងច្បាំងឲ្យមានជ័យជំនះឈ្នះយក្សមាហើយស្រែកឡើងយ៉ាងខ្លាំងខ្ទរខ្ទារផ្ទៃអាកាសទូទៅពួកសេនាយក្សក៏ភិតភ័យស្រឡាំងកាំងរាល់គ្នាក្នុងគ្រានោះកុមារបានឃើញសេនាយក្សនិមិត្តកាយប្លែកគួរឲ្យសម្បើមខ្លាចខ្លះកាឡាខ្លួនជាគោឧសភរាជខ្លះជាក្របីជារាជសីហ៍ដំរីខ្លោងខ្លាជាគ្រុឌជាឥន្ទ្រីជាកុម្ភាន់មានពណ៌ប្លែកខ្លះខ្មៅខ្លះសខ្លះខៀវខ្លះក្រហមខ្លះនិមិត្តដៃទាំងពាន់កាន់អាវុធជ្រោងច្រាងរតសេនកុមារត្រេះរិះរំពឹងក្នុងចិត្តថាអាត្មាអញកើតទុក្ខព្រួយនឹងមរណភ័យនេះហើយកើតមកពីភ័យខ្លាចហើយអ្នករលឹកនឹកគុណមេដាគុណឥសីនិងគុណទេវតាទាំងឡាយទើបអ្នកអធិដ្ឋានសច្ចបារមីដូច្នេះថាសូមឲ្យយោធាគឺសច្ចបារមីគឺកិច្ចដែលខ្ញុំបានទំនុកបម្រុងមេដាដោយកតញ្ញូនិងទេវតាទាំងឡាយចូលបីបាច់អភិបាលរក្សាការពារខ្លួនខ្ញុំសូមឲ្យសច្ចបារមីនេះមានជ័យជំនះឈ្នះមារសត្រូវទាំងពួង
ខណៈនោះពាជីបាននាំរតសេនកុមារចូលទៅក្នុងនគរនៃពួកមារហើយកុមារបានស្រាយសារលិខិតដែលចងនៅកសេះទម្លាក់ទៅឲ្យពួកសេនាយៈពួកសេនាយៈបានឃើញសារលិខិតនោះហើយក៏នាំគ្នាអញ្ជើញឲ្យចុះមកពីអាកាសឲ្យអង្គុយលើអាសនៈដ៏សមគួរហើយនាំគ្នាយកសារលិខិតនោះទៅថ្វាយដល់នាងកង្រីឯនាងកង្រីបានជ្រាបសេចក្តីនៃសារលិខិតនោះហើយមានសេចក្តីត្រេកអររីករាយក្រៃលែងបានបង្គាប់ឲ្យកញ្ញា30នាក់តាក់តែងអាហារភោជនព្រមទាំងនំចំណីដ៏មានឱជារសឈ្ងុយឆ្ងាញ់ពិសាផ្សេងព្រមទាំងផល្លផលដ៏មានរសផ្អែមជាច្រើនដាក់ភាជមាសហើយឲ្យនាំគ្នាលើកទៅថ្វាយព្រះរតសេនកុមារនាងកញ្ញាជាបរិវារបានហែហោមនាងកង្រីចូលទៅរកព្រះកុមារអញ្ជើញព្រះកុមារឲ្យឡើងគង់លើបល្ល័ង្ករដ្ឋហើយកញ្ញាទាំងនោះអង្គុយគាល់ចោមរោមជាបរិវារហាក់ដូចដួងតារាហែហោមចោមរោងដួងចន្ទ្រាកាលនោះពួកសេនាមុខមន្ត្រីនៃក្រុងយក្សបាននាំគ្នាចូលគាល់ក្រាបទូលថ្វាយរាជសម្បត្តិព្រមទាំងរាជសីមាណាចក្រគុជ្ជបុរៈនគរកញ្ញាទាំងឡាយមាននាងកង្រីជាប្រធានបានក្រាបទូលថ្វាយប្រាសាទដ៏ប្រសើរដល់ព្រះកុមារប្រកបដោយក្តីសុខក្សេមក្សាន្តក្នុងដួងហឫទ័យក្រៃលែងព្រមទាំងសេចក្តីរុងរឿងថ្លៃថ្នូរខ្ពង់ខ្ពស់សេនាយៈទាំងឡាយបាននាំគ្នាតាក់តែងនគរឲ្យមានលំអឆើតឆាយហាក់ដូចនគរនៅឋានទេវលោកព្រះរតសេនកុមារទ្រង់យាងចូលទៅក្នុងប្រាសាទបានទទួលពិធីរាជាភិសេកជាមួយនឹងនាងកង្រីជាធីតានៃព្រះនាងសន្ធមារដើម្បីគ្រប់គ្រងរាជសម្បត្តិក្នុងគុជ្ជបុរៈនគរទ្រង់ព្រះនាមថាព្រះបាទរតសេនព្រះបាទរតសេនទ្រង់បានព្រះរាជទានបំណាច់រង្វាន់មានមាសប្រាក់និងសម្លៀកបំពាក់ជាដើមដល់សេនាយោធានិងរាជបរិពារតាមប្រពៃណីព្រះបាទរតសេនរាជបានសោយរាជសម្បត្តិជាសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍អស់កំឡុង7ខែបរិបូរណ៍ឯពាជីបានទូលរំលឹកព្រះបាទរតសេនថាសូមទ្រង់ព្រះមេត្តាប្រោសព្រះអង្គទ្រង់លះបង់ព្រះវរមេដាមកគង់នៅនគរនេះយូរហើយចុះព្រះអង្គនៅធ្វើអ្វីតទៅទៀតព្រះបាទរតសេនត្រាស់ថាមនាលពាជីខ្លួនយើងត្រូវពួកនារីហែហោមចោមរោមជានិរន្តរ៍ដោយព្រះឥន្ទ្រាធិរាជដែលមានស្រីអប្សរចោមរោមជានិច្ចនោះដែរថ្ងៃមួយទ្រង់លបចុះពីប្រាសាទមករកពាជីអស្វរាជទ្រង់មានព្រះបន្ទូលលួងលោមថាណែពាជីកុំព្រះស្ដែងក្រោធខឹងនឹងយើងកំពុងរិះរកមធ្យោបាយដោះខ្លួនឲ្យផុតចេញពីនគរនេះដែរហើយទ្រង់ព្រះរាជទានអាហារដល់ពាជីបានទូលរំលឹកទៀតថាបើទ្រង់សពព្រះតីគង់នៅក្នុងនគរនេះតទៅទៀតទូលព្រះបង្គំលាទៅកុដាគានគរមុនហើយព្រះបាទរតសេនទ្រង់បានសម្ដាប់ពាក្យពាជីពោលដូច្នោះហើយទ្រង់ឡើងទៅកាន់ប្រាសាទនាងកង្រីហើយទ្រង់ធ្វើជាទ្រង់ប្រឈួនផ្ទុំលើក្រឡាបន្ទំដោយស្ងប់ស្ងៀមដល់ពេលបច្ចុប្បន្នសម័យចិត្តភ្លឺទ្រង់នឹករលឹកព្រះមេដាក៏ទ្រង់កន្សែងសោកលើក្រឡាបន្ទំនោះឯងឯនារីបម្រើទាំងឡាយក្រាបទូលសួរថាសូមទ្រង់ព្រះមេត្តាប្រោសព្រះអង្គទ្រង់ប្រឈួនដូច្នេះតើព្រះអង្គធ្លាប់ព្យាបាលព្រះរោគដោយវិធីដូចម្ដេចទ្រង់ត្រាស់ថាយើងប្រឈួនក្នុងនគរបើបានចេញទៅក្រសាលសួនឧទ្យានប្រហែលនឹងបានសះស្បើយពីជំងឺនេះនារីទាំងនោះនាំគ្នាទូលថាសូមទ្រង់ព្រះមេត្តាប្រោសមានសួនឧទ្យានមួយចម្ងាយ10យោជន៍ពីនគរនេះជារមណីយស្ថានជាទីមនោរម្យជាទីនាំឲ្យមានសេចក្តីរីករាយសប្បាយបំភ្លេចចោលនៅក្តីទុក្ខព្រួយផ្សេងដោយនុនវ័នឧទ្យាននៅឋានទេវលោកព្រះបាទរតសេនរាជមានព្រះទ័យរីករាយសោមនស្សទើបស្ដេចយាងចុះពីប្រាសាទទ្រង់គង់លើបល្ល័ង្កមាសដែលគេបានរៀបចំតាក់តែងក្នុងសុពណ៌សេវិកាស្ដេចយាត្រាចេញពីព្រះនគរដោយចតុរង្គសេនាព្រមទាំងភ្លេងដូរតន្ត្រីស្រីស្នំនារីទាំងឡាយមានព្រះនាងកង្រីជាប្រធានយាងទៅកាន់ឧទ្យានជាទីមនោរម្យនោះនារីទាំងឡាយតាក់តែងរាងកាយដោយគ្រឿងអលង្ការនិងសម្លៀកបំពាក់ផ្សេងហែហមមុខក្រោយឆ្វេងស្ដាំចោមរោមជាព្រះរាជបរិពារដោយជុំវិញព្រះមហាក្សត្រមានពួកពលនិកាយហែហមអមព្រះអង្គច្រើនជាអនេកអានន្ទដោយដួងតារាករទាំងឡាយចោមរោមដួងចន្ទ្រា
ស្ដេចយាងទៅដល់សួនឧទ្យានទើបពួកយក្សរក្សាទ្វារឧទ្យានបើកមហាទ្វារថ្វាយឯទ្វារនីមួយៗនោះលុះតែយក្ស1000នាក់ទើបអាចបើកបិទបានឯនារីទាំងឡាយបាននាំនាងកង្រីនិងព្រះបាទរថសេនទៅកាន់រមណីយដ្ឋានមួយជាទីមនោរម្យដែលមានរុក្ខលតាវរមានពណ៌ប្លែកៗច្រើនជាអនេកទាំងឈើផ្លែទាំងឈើផ្កាព្រមទាំងបសាបសីដូចមាន់ទាមាន់ទឹកប្រវឹកស្វិតចៅកងានកង្កោកប៉ោលតោកតាវ៉ៅជាដើមសឹងបន្លឺសូរសំឡេងលាន់កងរំពងព្រៃដោយសាប់ដូរតន្ត្រីដែលគេប្រគំយ៉ាងពីរោះល្វែងល្វើយលុះទ្រង់ប្រពៀតសួនឧទ្យានជាទីមនោរម្យនោះហើយទើបស្ដេចត្រឡប់ចេញទៅឧទ្យានមានយក្ស1000បើកទ្វារថ្វាយឯនាងកង្រីទេវីនិងនារីទាំងឡាយព្រមទាំងពលនិកាយបានដង្ហែព្រះបាទរថសេនវិលថ្កានព្រះនគរហើយស្ដេចឡើងគង់លើរថបល្ល័ង្កក្នុងប្រាសាទព្រះទីនាំងព្រះបាទរថសេនមានព្រះបន្ទូលនឹងនាងកង្រីទេវីថាចូលព្រះនាងមានបញ្ជាឲ្យពួកពលនិកាយនិងប្រជារាស្ត្រនាំគ្នាលេងមហោស្រពជាទីកំសាន្តរីករាយតាមគប់ចិត្តនាងកង្រីទេវីក៏បានបញ្ជាតាមព្រះស្វាមីពួកអាមាត្យមុខមន្ត្រីនិងប្រជាជនក៏នាំគ្នាប្រគំភ្លេងច្រៀងរាំលេងមហោស្រពជាទីកំសាន្តសប្បាយព្រះបាទរថសេនទ្រង់សុំឲ្យនាងកង្រីទេវីសោយសុរាជាទីកំសាន្តតែព្រះអង្គមិនសោយទេឯព្រះនាងទ្រង់សោយសុរាច្រើនទៅក៏ដួលដេកលើទីសាយនាបញ្ចេញវាចាប្រាប់ព្រះស្វាមីថាខ្ញុំម្ចាស់សូមក្រាបទូលទ្រង់ឲ្យបានជ្រាបថាភ្នែកនាងពីរដណ្ដប់គេបានព្យួរទុកលើធ្នើក្នុងផ្ទះបាយព្រះបាទរថសេនទ្រង់ត្រាស់សួរតទៅទៀតថាចុះថ្នាំសម្រាប់ដាក់ឲ្យភ្នែកភ្លឺឡើងវិញមានឬទេនាងកង្រីទូលថាមានថ្នាំមួយកញ្ចប់ព្យួរទុកនៅទីនោះដែរជាថ្នាំទឹកសម្រាប់រក្សាគ្រាប់ភ្នែកឲ្យបានសះជាឡើងវិញនាងកង្រីទូលទៅទៀតថាមានថ្នាំមួយកញ្ចប់កាលបើក្រវែងចោលទៅនឹងកើតជាភ្នំមួយកញ្ចប់ទៀតកើតជាព្រៃមួយកញ្ចប់ទៀតកើតជាខ្យល់ព្យុះមួយកញ្ចប់ទៀតកើតជាភ្លើងមួយកញ្ចប់ទៀតកើតជាពពកយ៉ាងក្រាស់មួយកញ្ចប់ទៀតចោលទៅនឹងកើតជាមហាសមុទ្រព្រះបាទរថសេនទ្រង់បានសម្ដាប់សម្ដីរបស់នាងកង្រីដូច្នោះហើយមានប្រតិត្រេកអរមហិមាដែលទ្រង់សង្ឃឹមញញឹមក្នុងព្រះហឫទ័យថាទ្រង់នឹងបានជួបព្រះវរមេដាក្នុងគ្រានេះឯងលុះនាងកង្រីផ្ទុំលក់ស៊ុបហើយក៏ទ្រង់មនីមនាទៅយកកញ្ចប់ថ្នាំទាំងនោះព្រមទាំងគ្រាប់ភ្នែករបស់នាងពីរដណ្ដប់ស្ដេចឡើងគង់លើពាជីហោះចេញចាកព្រះនគរនៅពេលយប់ស្ងាត់លុះព្រឹកភ្លឺស្វាងឡើងនាងកង្រីតានឡើងបាត់ព្រះស្វាមីគួកទ្រូងសើចសោកយ៉ាងខ្លាំងកាលទ្រង់ជ្រាបថាព្រះស្វាមីលបរត់តាំងពីក្នុងរាត្រីម្លេះនាងទេវីក៏រត់រះចេញដំណើរទៅតាមព្រះរថសេនដោយរស់រានជិតទាន់ព្រះស្វាមីហើយព្រះរថសេនក៏បោះថ្នាំមួយកញ្ចប់ចោលទៅដីកើតជាភ្នំយ៉ាងធំធេងនាងកង្រីក៏ដេញតាមព្រះស្វាមីទៅទៀតព្រះរថសេនចោលថ្នាំផ្សេងទៀតសម្រាប់រាំងផ្លូវនាងកង្រីកើតជាព្រៃជាភ្លើងជាខ្យល់ជាពពកជាភ្លៀងនៅទីបំផុតចោលថ្នាំមួយកញ្ចប់ចុងក្រោយបង្អស់កើតជាមហាសមុទ្រដ៏ធំធេងទើបព្រះនាងឈប់មាត់សមុទ្រស្រែកហៅព្រះស្វាមីឲ្យវិលត្រឡប់មកវិញទ្រង់កន្សែងសោកបោកខ្លួនគក់ទ្រូងទ្រហោយំដោយក្តីអាឡោះអាល័យព្រះស្វាមីយ៉ាងក្រៃលែងឯព្រះបាទរថសេនទ្រង់មានបន្ទូលកាន់នាងកង្រីថាហើយប្អូនសម្លាញ់អើយប្អូនឯងមានគុណលើរូបបងច្រើនក៏ពិតមែនប៉ុន្តែព្រះវរមេដាបងមានព្រះគុណធ្ងន់ក្រៃលែងគ្មានអ្វីប្រៀបផ្ទឹមបានឡើយសូមឲ្យប្អូនទៅនគរវិញកុំទៅតាមបងឡើយបងកើតទុក្ខព្រួយចិត្តយ៉ាងខ្លាំងដោយក្តីនឹករលឹកដល់ព្រះវរមេដាបងមកយូរអង្វែងហេតុនេះសូមប្អូនជាទីស្នេហាវិលថ្កាននគរសិនដើម្បីបើកឱកាសឲ្យបងបានឃើញព្រះភ័ក្ត្រព្រះវរមេដានិងក្រុមព្រះញាតិរបស់បងឯនគរនាយកាលព្រះរថសេនមានព្រះបន្ទូលដូច្នេះហើយទ្រង់មានប្រតិយអាឡោះអាល័យនាងកង្រីខ្លាំងក្លាណាស់ដែរតែទ្រង់កាត់ក្តីស្នេហាទ្រង់គង់ពាជីហោះសម្ដៅទៅកុដាគានគរឯនាងកង្រីស្ថិតនៅមាត់សមុទ្រដោយក្តីសោកសង្រេងសង្រៃខ្លាំងក្រៃមហិមាលុះព្រះស្វាមីទៅផុតវិស័យដួងនេត្រាក៏នាងដួលដេកបែកហារតីខ្សែជីវិតជិតឆ្នេរសមុទ្រនោះឯងឯព្រះរថសេនកុមារបរពាជីទៅតាមអាកាសវិថី
ដរាបដល់ទៅកុដាគានគរឯព្រះនាងសន្ធមារទេវីបានក្រឡេកឃើញព្រះរតសេនកុមារធ្វើដំណើរមកពីចម្ងាយក៏ដឹងខ្លួនច្បាស់ថាមฤតយាជិតចូលមកផ្ដិលផ្ដាច់អាយុជីវិតព្រះនាងក៏កើតទុក្ខទោមនស្សខ្លាំងលើសលន់ពុនប្រមាណព្រះនាងយាងចូលទៅក្នុងប្រាសាទរាជដ្ឋានពោពេញដោយទុក្ខក្រៀមក្រំក្រៃលែងក៏បែកហឫទ័យជា7ភាគខ្សែជន្មាមួយរំពេចឯព្រះរតសេនកុមារចុះពីខ្នងពីជីចូលទៅក្នុងឧម៉ុងថ្វាយបង្គំព្រះវរមេដាហើយយកថ្នាំទិព្វនិងគ្រាប់ភ្នែកដាក់ដួងនេត្រាព្រះវរមេដានិងក្រុមព្រះញាតិក៏បានសះជាភ្លឺស្វាងដោយដើមឡើងវិញទាំងអស់គ្នាហើយបាននាំនាងពីដណ្ដប់ចូលទៅគាល់ព្រះបាទរថសិទ្ធិរាជព្រះបាទរថសិទ្ធិរាជទ្រង់បានទទួលនាងពីដណ្ដប់ដោយរីករាយហើយទ្រង់តាំងនាងទាំងនោះក្នុងតំណែងអគ្គមហេសីដោយកាលពីមុនតមកព្រះបាទរថសិទ្ធិរាជទ្រង់បានរៀបពិធីរាជាភិសេករថសេនកុមារឲ្យឡើងគ្រងរាជ្យទ្រង់ព្រះនាមព្រះបាទរថសេនរាជបាទរឿងរថសេនចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះ